ជំរាបសួរនាងខ្ញុំឈ្មោះកងភិរតនារីជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកំពុងរៀនម៉ោងខេមរៈវិទ្យាបង្រៀនដល់លោកគ្រូជួនកក្កដាវីដេអូនេះគឺធ្វើឡើងនិយាយអំពីដំណើរទស្សនកិច្ចទៅខេត្តតាកែវនេះគឺជាប្រាសាទតាព្រហ្មទន្លេបាទីដែលស្ថិតនៅភូមិតាក់សិនឃុំក្រាំងថ្នងស្រុកបាទីខេត្តតាកែវប្រាសាទនេះកសាងឡើងដោយជ័យវរ្ម័នទី7នៅសតវត្សទី12នៅឆ្នាំ1181ប្រាសាទតាព្រហ្មមានបណ្ដោយ150ម៉ែត្រទទឹង95ម៉ែត្រនិងកម្ពស់12ម៉ែត្រប្រាសាទនេះស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះលោកេស្វរៈនិងធ្វើជាអារាមរបស់ព្រះសង្ឃគង់នៅទន្លេបាទីគ្មានភ្នំជិតទេប៉ុន្តែដូនតាយើងបានដឹកថ្មបាយក្រៀមថ្មភក់ពីភ្នំឆ្ងាយៗតាមរយៈរទេះដាក់ក្នុងដំរីនិងតាមសំពៅចំណែកប្រាសាទនេះគឺជាប្រាសាទភ្នំតាម៉ៅដែលកសាងនៅសតវត្សទី11ឆ្នាំ1200ដល់ឆ្នាំ1050ក្នុងរាជ្យរបស់សូរ្យវរ្ម័នទី1ដែលមានអាយុកាលជាង1000ឆ្នាំប្រាសាទនេះមានកម្ពស់30ម៉ែត្រនៅជុំវិញប្រាសាទមានទេសភាពយ៉ាងស្រស់ល្អប្រណិតនៅគ្រប់ទិសទីដោយសារតែសម័យសង្គ្រាមបានទម្លាក់គ្រាប់បែកជាច្រើនឆ្នាំតគ្នាទៅប្រាសាទនៅសល់តែមួយខ្នងប៉ុណ្ណេះពីមុនមានតែប្រាសាទទេប៉ុន្តែឥឡូវគេបានកសាងវត្តដើម្បីអភិរក្សប្រាសាទឲ្យនៅបានយូរអង្វែងហើយឯនេះគឺជាប្រាសាទនាងខ្មៅស្ថិតនៅក្នុងវត្តប្រាសាទនាងខ្មៅឃុំរវៀងស្រុកសំរោងខេត្តតាកែវប្រាសាទនេះកសាងឡើងដោយជ័យវរ្ម័នទី4ក្នុងឆ្នាំ921មានរឿងនិទានដែលគេតែងតែនិយាយតគ្នាថាមាននារីម្នាក់ឈ្មោះថានាងខ្មៅបានរត់គេចពីការធ្វើខុសនិងការដាក់ទោសហើយកសាងប្រាសាទនេះឡើងដើម្បីលាក់ខ្លួននៅក្នុងវត្តប្រាសាទនាងខ្មៅមានប្រាសាទ2និងរូបសំណាក2គឺរូបនាងខ្មៅ1និងរូបសេះ1ក្បាលទីនេះគឺជាកន្លែងដ៏ស័ក្តិសិទ្ធិមួយដែលប្រជាជនអ្នកស្រុកតែងតែគោរពបូជាដល់បច្ចុប្បន្នប្រាសាទទី4នេះគឺជាប្រាសាទព្រំដាមុននឹងទៅដល់ប្រាសាទយើងមើលឃើញថាមានរូងភ្នំមួយនៅក្រោមនេះកាលពីមុនទីនេះគឺជាកន្លែងគុកសម្រាប់ឃុំមនុស្សអ្វីដែលអស្ចារ្យនោះគឺដូនតាខ្មែរបានប្រើកម្លាំងរបស់ខ្លួនដើម្បីមកជីកកកាយរូងភ្នំមួយនេះដោយគ្មានប្រើប្រាស់ឧបករណ៍ទំនើបអ្វីឡើយឡើងមកដល់លើទើបបានឃើញនៅប្រាសាទភ្នំដាដែលបានកសាងឡើងដោយព្រះបាទរុទ្រវរ្ម័ននិងព្រះបាទសូរ្យវរ្ម័នទី1នៅសតវត្សទី6ប្រាសាទនេះមានរាងការ៉េទំហំ12ម៉ែត្រគុណនឹង12ម៉ែត្រមានកម្ពស់18ម៉ែត្រនៅក្នុងរូងប្រាសាទមានសិវលិង្គនិងយោនីរបស់នាងឧមាជាសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវៈក្នុងសាសនាព្រហ្មសាសនានេះគឺជាប្រាសាទអាស្រមមហាឥសីស្ថិតនៅភូមិកុកធ្លោកឃុំកុកធ្លោកស្រុកអង្គរបូរីខេត្តតាកែវដែលកសាងឡើងនៅសតវត្សទី6សម័យហ្វូណនប្រាសាទនេះមានរាងដូចចាស់ដីមាន4ជ្រុងបណ្ដោយ6ម៉ែត្រទទឹង 5.4 ម៉ែត្រនិងមានបង្អួចតូចៗចំនួន8យើងក៏បានមកដល់សារមន្ទីរស្រុកអង្គរបូរីដែលល្បីល្បាញខាងបេតិកភណ្ឌប្រវត្តិសាស្ត្រដែលរក្សានិងអភិរក្សនៅវត្ថុបុរាណដែលរកឃើញនៅក្នុងកម្ពុជាសារមន្ទីរនេះបើកជាសាធារណៈនៅឆ្នាំ1999វត្ថុបុរាណដែលមាននៅទីនេះមានដូចជារូបចម្លាក់ឆ្អឹងសត្វគ្រឿងអលង្ការឆ្អឹងមនុស្សក្អមសិវលិង្គនិងសិលាចារឹកដែលបានចារនៅលើថ្មជាច្រើននេះគឺជារូបចម្លាក់សត្វនាគដែលបានសល់មកពីសម័យមុននៅក្នុងបន្ទប់នេះគឺពោរពេញទៅដោយប្រដាប់ប្រដាប្រើប្រាស់និងឆ្អឹងមនុស្សដែលបន្សល់ទុកពីសម័យមុនជាចុងក្រោយគឺប្រាសាទភ្នំជីសូរដែលកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1និងសូរ្យវរ្ម័នទី2ស្ថិតក្នុងភូមិដកពរឃុំរវៀងស្រុកសំរោងខេត្តតាកែវប្រាសាទនេះស្ថិតនៅដើមសតវត្សទី11នៅលើខ្នងភ្នំមួយដែលមានកម្ពស់380ម៉ែត្រមានបណ្ដោយ60ម៉ែត្រទទឹង50ម៉ែត្រនិងថែប2ដែលព័ទ្ធជុំវិញនៅលើកំពូលភ្នំយើងអាចមើលឃើញនូវទេសភាពវាលស្រែក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទីនៅ
ក្នុងរូងនេះគឺជាកន្លែងដ៏ស័ក្តិសមដែលមនុស្សគ្រប់គ្នាតែងតែមកបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនឥឡូវដំណើរទស្សនកិច្ចរបស់យើងក៏បានមកដល់ទីបញ្ចប់